នេះគឺជារឿងមួយខ្ញុំលើកឡើងរឿងមួយទៀតនាងហេកាប្រហែលនេះស្គាល់នាងហេកាប្តីរបស់គាត់ឈ្មោះអែលកាណាហើយគាត់មាននាងហាណាបាទហើយប្តីរបស់គាត់ឈ្មោះអែលកាណានិងពេមីណាគាត់មានភរិយា2បាទភរិយាទី1ដែលជាងនាងហាណានាងហាណាមានកូនដូចគ្នាជារៀងរាល់ឆ្នាំប្តីរបស់គាត់តែទៅនាំភរិយាទៅថ្វាយបង្គំព្រះអង្គធ្វើយ៉ែមបូជាហើយនាងហាណាគាត់ជាស្ត្រីគាត់ខ្មាស់ភរិយាទី2របស់ប្តីរបស់គាត់ពីពួកគាត់អត់មានកូនជារៀងរាល់ឆ្នាំគាត់សុំកូនបងសុំកូនបងសុំកូនបងសុំកូនមែនទេអត់បើតែឆ្នាំមួយនៅពេលអ្នកទាំងពីរបានទៅធ្វើយ៉ែមបូជាឲ្យអធិដ្ឋានទៅកាន់ព្រះអង្គមានព្រះបន្ទូលមកកាន់នាងថានាងនឹងមានកូននាងនឹងមានកូនម្នាក់ដែលនាងត្រូវដាក់ឈ្មោះថាសាមយ៉ាល់មែនទេអត់បន្ទាប់មកនាងហាណាចាប់ដើមមានកូនរយៈពេលជាង10ឆ្នាំដែលនាងហាណាបានទូលសូមព្រះជាម្ចាស់ហើយព្រះជាម្ចាស់បានឆ្លើយតបពាក្យអធិដ្ឋានរបស់គាត់ព្រះគម្ពីរបានកត់ត្រាថាថ្ងៃហ្នឹងគាត់ទៅថ្វាយបង្គំព្រះអង្គទៅធ្វើយ៉ែមបូជាព្រះអង្គមានព្រះបន្ទូលបានកត់ខ្ញុំជឿថាជារៀងរាល់ឆ្នាំគាត់តែសុំកូនពីព្រះជាម្ចាស់លោកអ្នកបងប្អូននៅពេលដែលយើងនៅបន្តគោះនៅពេលដែលយើងបន្តអធិដ្ឋាននៅពេលដែលយើងបន្តមានជំនឿទៅកាន់ព្រះអង្គនឹងឆ្លើយតបពាក្យអធិដ្ឋានរបស់មនុស្សសុចរិតនិងបរិសុទ្ធអ្នកដែលមានជំនឿទៅកាន់ព្រះអង្គនឹងមិននៅស្ងៀមហើយរងចាំកូនរបស់ព្រះអង្គជួបនឹងកលៈទេសៈលំបាករហូតទេព្រះអង្គនឹងជួយយើងព្រះអង្គនឹងប្រទានពរយើងពីព្រោះព្រះអង្គស្រឡាញ់យើងបើខ្ញុំមានកូនចេះតែមកសុំខ្ញុំនឹងឲ្យកូនរបស់ខ្ញុំឲ្យកូនអ្វីដែលកូនសុំបើដល់ពេលកំណត់ខ្ញុំនឹងឲ្យគាត់ដល់ពេលកំណត់ខ្ញុំនឹងឲ្យគាត់នៅក្នុងជីវិតរបស់ខ្ញុំក្នុងនាមខ្ញុំជាឪពុកម្នាក់ដែលស្រឡាញ់កូនខ្ញុំនឹងឲ្យកូនរបស់ខ្ញុំដល់ពេលកំណត់ដែលគាត់ត្រូវទទួលរបស់ដែលគាត់សុំមែនទេអត់បើខ្ញុំនឹងមិនឲ្យឥឡូវប្រសិនបើរបស់នោះនឹងបំផ្លាញជីវិតរបស់គាត់របស់នោះនឹងធ្វើឲ្យគាត់មានគ្រោះថ្នាក់របស់នោះនឹងធ្វើឲ្យគាត់មានបញ្ហាខ្ញុំនឹងមិនឲ្យគាត់សោះឡើយលោកម៉ូសេនៅវាលរហោឋាន40ឆ្នាំលោកដាវីតរងចាំ15ឆ្នាំខ្លាចជាស្ដេចនៅក្នុងប្រទេសអ៊ីស្រាអែលឃើញទេសិតតែព្រះបន្ទូលសន្យារបស់ព្រះអង្គលោកយូសែបត្រូវបងចង់សម្លាប់ត្រូវលួចក្នុងជនជាតិម៉ាឌៀនជនជាតិអេស៊ីបរហូតជាប់គុកបានជួបស្ដេចបានធ្វើជាយុរដ្ឋមន្ត្រីក្នុងប្រទេសអេស៊ីបរយៈពេលជាង10ឆ្នាំដូចគ្នាបន្ទាប់មកព្រះយេស៊ូវគ្រីស្ទរយៈពេល33ឆ្នាំកន្លះព្រះអង្គទៅបានគេឆ្កាងហើយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ដែលមានគម្រោងសម្រាប់ព្រះយេស៊ូវគ្រីស្ទត្រូវបានសម្រេចនៅក្នុងព្រះយេស៊ូវគ្រីស្ទលោកអ្នកបងប្អូនហេតុអីបានខ្ញុំចែកចាយរឿងនេះខ្ញុំចែកចាយឲ្យរឿងនេះលោកអ្នកបងប្អូនថាព្រះបន្ទូលរបស់ព្រះអង្គសន្យាសម្រាប់លោកអ្នកបងប្អូននឹងកើតឡើងនឹងសម្រេចនៅក្នុងជីវិតរបស់លោកអ្នកបងប្អូនអ្វីដែលយើងត្រូវធ្វើដើរតាមមាគ៌ារបស់ព្រះអង្គទុកចិត្តលើព្រះអង្គមានជំនឿទៅកាន់ព្រះអង្គដោយថាជឿថាព្រះអង្គគឺជាព្រះនឹងសម្រេចព្រះបន្ទូលសន្យានោះនៅក្នុងជីវិតរបស់យើងអេមែននៅក្នុងរ៉ូមចំពុកទី12ខ12ចូលរីករាយដោយចិត្តសង្ឃឹមប្រមាណអ្នករីករាយដោយចិត្តសង្ឃឹមខ្ញុំកាន់ចិត្តអត់ធ្មត់ពេលមានទុក្ខលំបាកប្រមាណអ្នកចេះអត់ធ្មត់ច្រើនសំលើកដៃប្រមាណអ្នកអត់ធ្មត់បាន12ដងសំលើកដៃអញ្ចឹងបើថាថ្ងៃហ្នឹងអត់ធ្មត់បាន2ដងល្ក្រោយអត់ធ្មត់ឲ្យបាន3ដងបើថាថ្ងៃហ្នឹង3ដងល្ក្រោយឲ្យបាន4ថ្ងៃហ្នឹង4ដងល្ក្រោយឲ្យបាន5បាន6បាន10រហូតយើងចេះអត់ធ្មត់ឲ្យគេរហូតមែនទេអត់អេមែនទេបាទអញ្ចឹងអត់ធ្មត់ណាអញ្ចឹងចូលសប្បាយរីករាយដោយចិត្តសង្ឃឹមចូលកាន់ចិត្តអត់ធ្មត់នៅពេលមានទុក្ខលំបាកចូលព្យាយាមអធិដ្ឋានលោកអ្នកបងប្អូនជីវិតរបស់សត្វយើងត្រូវតែអធិដ្ឋានយើងត្រូវតែរីករាយហើយមានសង្ឃឹមនៅក្នុងជីវិតរបស់យើងប្រសិនបើយើងកើតមកអត់ហើយយើងអត់សង្ឃឹមទៀតយើងអត់រីករាយទេមិនកន់ណាមែនអត់មានណាជួយយើងមែនទេចូលមកតែយើងកើតមកយើងអត់ហើយដើរទ្រោមយើងអត់ទៀតធ្វើម៉េចទៅមែនទេយើងត្រូវតែរីករាយដោយចិត្តសង្ឃឹមយើងត្រូវកាន់ចិត្តអត់ធ្មត់នៅពេលតែមានទុក្ខលំបាកមនុស្សទាំងអស់នៅលើពិភពលោកយើងមានទុក្ខលំបាកប៉ុន្តែអ្វីដែលលោកអ្នកបងប្អូនមនុស្សដទៃទៀតអត់មានពីព្រោះលោកអ្នកបងប្អូនមានសង្ឃឹមមួយតែថ្ងៃណាមួយព្រះជាម្ចាស់នឹងឆ្លើយតបពាក្យអធិដ្ឋានរបស់ខ្ញុំ
ថ្ងៃណាមួយព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងជីវិតរបស់ខ្ញុំនឹងបានសម្រេចនៅក្នុងជីវិតរបស់ខ្ញុំអ្វីដែលខ្ញុំត្រូវធ្វើខ្ញុំស្មោះត្រង់ខ្ញុំដើរនៅក្នុងមាគ៌ាដ៏សុចរិតខ្ញុំស្រឡាញ់អ្នកដទៃខ្ញុំធ្វើតាមព្រះបន្ទូលព្រះអង្គព្រះបន្ទូលព្រះអង្គនឹងសម្រេចនៅក្នុងជីវិតរបស់ខ្ញុំលោកអ្នកបងប្អូនមានអ្វីដែលអ្នកដទៃមិនមានគឺលោកអ្នកបងប្អូនមានព្រះជាម្ចាស់នៅក្នុងជីវិតលោកអ្នកបងប្អូននៅក្នុងទំនុកបង្កើនចំពុកទី63ពេលទូបង្គំចូលដំណេកទូបង្គំនឹកដល់ព្រះអង្គហើយពេលមួយយប់ទូបង្គំរិះគិតពីព្រះអង្គត្បិតព្រះអង្គជួយទូបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីរបស់ព្រះអង្គប្រហែលអ្នកចូលបន្ទប់ចូលដេកគិតរឿងសងគេស្អែកមានអីសងគេមិនគិតទេប្រហែលអ្នកធ្លាប់គិតមែនទេបើដល់ក្នុងព្រះគម្ពីរថាទូបង្គំចូលដំណេកទូបង្គំនឹកដល់ព្រះអង្គបើដឹកដល់ព្រះអង្គដល់គេងលក់បើដល់ប្រហែលនឹកឃើញថាស្អែកដល់ថ្ងៃបង់ថ្លៃផ្ទះគេងលក់ទេថ្ងៃហ្នឹងព្រោះលោកអត់មានលុយថ្លៃបង់ថ្លៃផ្ទះមែនទេបើយុវជននៅនិស្សិតស្អែកដល់ថ្ងៃគេត្រូវបង់ថ្លៃសាលាហើយគ្មានលុយទេមែនទេនឹកឃើញអញ្ចឹងដល់គ្មានលុយទេបើនៅក្នុងព្រះគម្ពីរនៅពេលដែលយើងមានសង្ឃឹមនៅពេលដែលយើងមានព្រះជាម្ចាស់នៅពេលដែលយើងចូលដំណេកជារៀងរាល់ថ្ងៃយើងតែងតែគេងលក់ដោយព្រោះយើងសង្ឃឹមថាព្រះអង្គនឹងធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់យើងព្រះអង្គនឹងមានថវិកាសម្រាប់យើងឲ្យយើងបង់ថ្ងៃសាលាព្រះអង្គនឹងឲ្យយើងមានប្រាក់ចំណេញដើម្បីយើងសងគេបានព្រះអង្គនឹងធ្វើអ្វីម្យ៉ាងនៅក្នុងជីវិតរបស់យើងលោកអ្នកបងប្អូនដែលដើរដល់ផ្លូវទាល់ផ្លូវទាល់យើងត្រូវធ្វើម៉េចឡើងផ្លូវទាល់ឡើងជាងដែលដល់ផ្លូវទាល់ផ្លូវទាល់ធ្វើម៉េចបកក្រោយវិញមែនទេដល់បកក្រោយមានខ្លាមួយពីក្រោយធ្វើម៉េចជឿបកក្រោយមានអីគេអ្នកកាន់កំភ្លើងដូចគេដេញបាញ់អញ្ចឹងណាហើយយើងដើរទៅដល់ផ្លូវទាល់រត់ទៅដល់ផ្លូវទាល់ធ្វើម៉េចផ្លោះចុះផ្លោះរួចលោកអ្នកបងប្អូនពេលខ្លះនៅក្នុងជីវិតរបស់យើងដើរដល់ផ្លូវទាល់នៅពេលដែលយើងដើរដល់ផ្លូវទាល់លោកអ្នកបងប្អូនអត់ប្រើគំនិតអត់ប្រើមធ្យោបាយណាមួយដែលអាចសង្គ្រោះលោកអ្នកបងប្អូនបានពេលខ្លះយើងទាល់យើងអត់យើងទាល់នៅក្នុងជីវិតរបស់យើងប៉ុន្តែលោកអ្នកបងប្អូននៅពេលដែលយើងមានព្រះជាម្ចាស់នឹង make the way ព្រះអង្គនឹងរៀបចំផ្លូវសម្រាប់លោកអ្នកបងប្អូនទាំងអស់គ្នាព្រះអង្គនឹងឲ្យផ្លូវទាល់គឺជាផ្លូវមួយដែលមានផ្លូវច្រើនដែលលោកអ្នកបងប្អូនអាចដើរបន្តទៅមុខបានទៀតនៅពេលដែលយើងអស់សង្ឃឹមព្រះអង្គឲ្យសេចក្តីសង្ឃឹមមកកាន់យើងនៅពេលដែលយើងអស់កម្លាំងព្រះឲ្យកម្លាំងថ្មីមកកាន់យើងនៅពេលដែលយើងដើរដល់ផ្លូវទាល់ព្រះអង្គរៀបចំផ្លូវផ្សេងមួយទៀតសម្រាប់ជីវិតរបស់យើងព្រោះព្រះអង្គគឺជាព្រះជាម្ចាស់សូមទុកចិត្តលើព្រះអង្គអាចធ្វើបាននៅក្នុងជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នានៅលកាលទីចំពុក4បានចែងថាចេះប៉ុន្តែលុះដល់ពេលកំណត់ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រីហើយប្រសូតក្រោមអំណាចរបស់វិន័យផងខ្ញុំស្រឡាញ់ពាក្យដល់ពេលកំណត់ពេលខ្លះយើងអធិដ្ឋានទៅកាន់ព្រះអង្គប្រហែលនេះចង់ឲ្យព្រះអង្គឆ្លើយតបភ្លាមសូមលើកដៃទាំងខ្ញុំទាំងគេឃើញទេព្រះអង្គឲ្យឆ្លើយតបខ្ញុំ2នាទីទៀតក៏បានដែរក៏ខ្ញុំទទួលយកបានដែរបើមិន2នាទីទៀតប្រហែលជា1ម៉ោងទៀតក៏ខ្ញុំទទួលយកបានដែរបើមិន1ម៉ោងទៀតយើងសុំព្រះអង្គតែស្អែកមកព្រះអង្គហើយបើស្អែកមិនកើតឡើងសុំសប្តាហ៍ក្រោយបើសប្តាហ៍ក្រោយមិនកើតសុំខែក្រោយព្រះអង្គសូមឆ្លើយតបមកកាន់ទូបង្គំបងប្អូនដែលអធិដ្ឋានចឹងអត់ពេលខ្លះយើងអធិដ្ឋានយើងបជាព្រះអង្គថាព្រះអង្គឲ្យសូមឲ្យកើតឡើងភ្លាមនៅក្នុងជីវិតរបស់យើងបើដល់ស្អែកឡើងអន់ស្អែកឡើងមួយទៀតអធិដ្ឋានទៀតចុះខ្ញុំអត់ប្រើជំនឿថ្ងៃហ្នឹងអធិដ្ឋានទៅប្រើជំនឿតិចមើលអធិដ្ឋានទៅជំនឿមែនទេទៅបន្ទប់ស្ងាត់ប្រើជំនឿដល់ស្អែកឡើងអត់ទៀតមិនចេះឲ្យគ្រូវាអធិដ្ឋានមកឡើងមកមុខមកវិហារមែនទេឲ្យគ្រូវាគ្រូសៀជួយអធិដ្ឋាននេះមើលអធិដ្ឋានថាអូស្អែកដាក់បានណាអត់ទៀតដែរចឹងដែរអត់ពេលខ្លះព្រះនៅឯណាព្រះជួយខ្ញុំបានដែរអត់មែនទេប៉ុន្តែលោកអ្នកបងប្អូនខ្ញុំប្រាប់ដល់ពេលកំណត់ព្រះអង្គនឹងឆ្លើយតបពីអធិដ្ឋានរបស់យើងខ្ញុំចេញម្ដងទៀតដល់ពេលកំណត់ព្រះអង្គនឹងធ្វើការអស្ចារ្យនៅក្នុងជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាពេលវេលារបស់ព្រះមិនមែនជាពេលវេលារបស់យើងមែនដែរអត់ខ្ញុំនិយាយថាពេលវេលារបស់ព្រះមិនមែនជាពេលវេលារបស់យើងរបៀបរបស់ព្រះ
ក៏មិនមែនជារបៀបរបស់យើង